อดមានអ្នកណាជេរទៅជេរតែម៉ែបងឆ្ងល់ណាស់វ័យបងអត់ដែរជួបសោះវើយហាអីក៏ចម្លែកម៉េះហាបងអត់ដែរជួបទេណាអត់ដែរឮទេចុះហេតុអីក៏បងប្អូនចេះមកពីណាហាជេរលោកឪពុកលោកម្ដាយសិនអ្នកមានគុណលោកយាយមកលោកយាយខ្ញុំនិយាយលោកយាយឮទេដាក់មីក្រូជូនលោកយាយចិត្តតិចចាឮតិចឮឲ្យលោកយាយចាពួកឯងបានអីទិញអានេះអាប្រដាប់ដាក់តិចនេះជូនលោកឪពុកលោកម្ដាយម្នាក់មួយអត់ទេអត់ទិញឲ្យគាត់ទេចាំមើលដល់ពេលពួកឯងចាស់ទៅស្ដាប់បន្លឺកូនមិនទិញឲ្យអានឹងកុំថាវាខុសដោយសារពួកឯងអត់មានតម្រូវល្អត្រាប់ល្អពីឥឡូវលោកយាយមានសំណុំពរអីលោកយាយមានប្រសាសន៍មកមើលខ្ញុំមុនដំបូងនៅតកែវវាប្រសំខ្ញុំនៅដល់ខ្ញុំនៅទៅឲ្យនៅដីនេះដីកែពីនេះគាត់មិនដាក់ឲ្យមិនពោតែប៉ុណ្ណឹងឯងលោកថ្វាយលោកដំគឺដោះស្រាយហ្នឹងនិយាយរកមួយទេបេះដូងលោកយាយបានដីហ្នឹងចែកទៅឲ្យអានេះចាចែកឲ្យមិនពោគេខ្ញុំនៅអានេះកូនពៅចាខ្ញុំនៅវាហើយចាអានេះក៏កូនដែរប៉ុន្តែវាឆ្ងាយកូនចេញពីអូតូតែមួយតើអីអូតូតែមួយប៉ុន្តែមិនសូវដឹងម៉ែដឹងឪទេបើចោលម៉ែអត់ជាទៅពុតឯងស្វឹងឯងបានឯងទៅជេរលោកយាយពូអើយខ្ញុំមិនដែរជេរទេតាំងកើតមិនដែរជេរគាត់និយាយលើទាំងអស់បងជឿទេខ្ញុំមិនដែរជេរខ្ញុំសពុំហ្នឹងដឹងហើយដឹងខ្ញុំដល់តឡាការដល់ឡាការដល់ឡាស្រុកពីតឡាការដល់ឡាស្រុកគាត់មើលគាត់ជាម្ដាយខ្ញុំខឹងទៀតត្រឡប់ខឹងទៀតសួរទៅខ្ញុំមិនដែរសោះលពូខ្ញុំលើកដៃដល់បើសួរសភូមិឥឡូវបងសួរឥឡូវបងសួរសិនឥឡូវលោកម្ដាយលោកមានប្រសាសន៍ឲ្យថាដីនេះចែកឲ្យប្អូនស្រីពៅប៉ុន្តែប្អូនបានសុំមកនៅប៉ុន្តែឥឡូវលោកម្ដាយគាត់ថាយកដីនេះទៅឲ្យប្អូនស្រីពៅវិញតែប្អូនមិនបានចេញតើមែនទេបងសួរខ្ញុំរៀបសួរទាំងអស់គ្នាលោកពូលោកមីងទាំងអស់ខ្ញុំកូនគាត់ទៅប្រកាសហេតុអីខ្ញុំអត់បានមីពៅលក់ស្រែហងលក់ភូមិផងលក់អង្ការផងណៃខ្ញុំមិនបានបានអីទេចែកស្មើគ្នាលោកពូខ្ញុំក្រណាស់លោកគ្រូខ្ញុំអត់បានអីទេគាត់ឲ្យខ្ញុំស្រែពីរហ្នឹងបន្លាយ30ម៉ឺនខ្ញុំមិនដឹងស្រែមួយណាឲ្យខ្ញុំហ្នឹងណាលោកពូហើយខ្ញុំមិនដែលបានអីសោះខ្ញុំក្រណាស់ខ្ញុំលៀងចានគេដំបាយនៅវត្តយកឲ្យកូនហូបគាត់ដៀលខ្ញុំក៏លក់មើលក៏លក់ដី5ម៉ែត្រលក់បាន27000កាថាឥឡូវកូនឯងផ្ដិតមិនដែរឲ្យម៉ែឲ្យ150ថ្ងៃហ្នឹងចិត្តចូលឆ្នាំសុំគាត់តាមម៉ែឲ្យខ្ញុំ150ខ្ញុំអរណាថ្ងៃចូលថ្ងៃប្រជុំខ្ញុំនឹកឃើញបានគាត់ឲ្យខ្ញុំមែនអាមួយ3000ឲ្យគេមួយ3000អាមួយ150ឲ្យខ្ញុំផឹងណាលោកពូខ្ញុំក្រមែនទែនខ្ញុំមានបានខៃក្រខ្ញុំក្រខ្លាំងណាស់ខ្ញុំមកនោះមានតែ20000ទេចាំទៅវិញចាំមកឲ្យអង្គទៅឥឡូវបងសួរឥឡូវប្អូនមិនចេញដោយសារមូលហេតុជីវភាពមែនទេខ្ញុំក្រខ្ញុំចង់បានដីនៅប្អូនចង់បានដីនៅចាដីដែលលោកយាយគាត់ទៀមទានេះតើទំហំប៉ុណ្ណាដីហ្នឹងទាំងអស់20បាល់វា25ម៉ែត្របរោយវា30ម៉ែត្រក៏លក់អស់ហើយនៅសល់តែ7ម៉ែត្រពីទឹកទេលោកពូក៏លក់ឲ្យពីពូហ្នឹងទាំងអស់ដី7ម៉ែត្រពីទឹកចាដីហ្នឹងឥឡូវនៅលក់អស់ហើយលក់ឲ្យអ្នកណាលក់ឲ្យអាសួរនិងអាបុនអ្នកចែកឲ្យអាបុនហ្នឹងលក់ឲ្យមីនេះណៃមីមួយពៅ5ម៉ែត្រចាឯងបងដឹងថាឯងប្រកាសជាជេរគាត់មែនខ្ញុំអត់ជេរទេលោកពីព្រោះសម្ដីឯងសិតតែមីហេងអាខ្ញុំមានស្បាត់ងាប់ស្បត់ឯណាបើបងលឺមិញហៅប្អូនសិតតែមីហើយគាត់ទៅពាក្យជេររឿងអីមិនហ៊ានលោកពូវាបោកចានមុខខ្ញុំលក់ដីបានហើយបោកចានមុខខ្ញុំពីក្បាលខ្ញុំដៀលខ្ញុំទៀតពីកលហាមមួយថ្ងៃកលហាមដល់50គេឡើងជួបផ្ទះគេវាដឹងបងខ្លោហើយតែវាដៀលបងតែសារតែពួកឯងហ្នឹងមិនចេះប្រើពាក្យពេចល្អហ្នឹងណាបងប្រាប់ណាសម្ដីខ្លះវាជាភ្លើងសម្ដីខ្លះវាជាថ្នាំហើយបងសួរមើលពួកឯងម្នាក់ព្រឹកឡើងរកសិទ្ធិរបស់ឆ្ងាញ់របស់ស្រស់ប៉ុន្តែដល់តែហូរចេញពីដានមកសិលិមួកអញ្ចឹងល្អទេណាបងសួរគាត់ម្នាក់ហូបរកតែរបស់ឆ្ងាញ់រករបស់ល្អប៉ុន្តែដល់ហូរចេញពីដានមកសិលិមួកតើវាត្រឹមត្រូវអត់ពាក្យពេចល្អទាំងពីរោះពិសាកគោកពាក្យខ្មែរយើងសម្បូរបែបណាស់ចុះមិនក៏មិនយកមកប្រើអាពាក្យសៅមកហ្នឹងឯងយើងមកប្រើចូលចិត្តម៉េះណា
រឿងដែលមិនចុះសម្រុងគ្នាដោយសារតែពីឯងប្រើភាសាភ្លើងនឹងរៀងខ្លួននឹងណាយើងអត់យើងគ្មានថ្វាយគុំសុំទៅម្ដាយចិញ្ចឹមឯងមកបានប៉ុណ្ណេះការបង្កើតមកលះបង់ខ្ពស់ណាស់លះបង់ខ្ពស់ណាស់ហើយចុះគ្រាន់តែឯងធ្វើអាកប្បកិរិយាប្រណិប័តលោកក្នុងការខ្វះខាតឯងជាក់ស្ដែងនឹងរឿងអីលោកមិនអោយរឿងអីលោកមិនអោយឥឡូវស្ដាប់ឥឡូវនឹងដីឈ្មោះអ្នកណាមុនដល់មុនម៉ែឲ្យដីហ្នឹងដីផាន់អោខ្ញុំឯងមិនដីណៃគាត់ទេអោខ្ញុំតែឲ្យខ្ញុំដីហ្នឹងប្តីប្អូនលោកឪពុកប្អូនហ្នឹងត្រូវជាម៉េចលោកយាយត្រូវម៉េចឆ្លើយមើលថាអោខ្ញុំក៏ដាក់ចែកឲ្យតែឪប្អូនហ្នឹងត្រូវម៉េចលោកយាយទៅប្តីប្រពន្ធគាត់និយាយវាច្បាស់ត្រូវប្តីប្រពន្ធគាត់បើប្តីប្រពន្ធគាត់គឺជាសិទ្ធិរបស់គាត់ប្តីហើយនឹងប្រពន្ធគឺមានសិទ្ធិដូចគ្នាលោកឪពុកអនិច្ចធម៌នៅលោកម្ដាយអនិច្ចធម៌នៅលោកឪពុកក្នុងការបែងចែកទ្រព្យឲ្យកូនណាខ្វះខាតកូនណាក្រកូនណាអត់មិនមែនថាអាណាចំណាយលោកឪពុកអាណាចំណាយលោកម្ដាយហើយយើងទៅសបាសទិញនោះទេរឿងខុសអញ្ចឹងបានថាប្អូនអត់ប្អូនក្រប្អូនសុំមិនប្អូនទៅហែកហួរទៅជាបន្តិចគាត់នឹងទេបងនិយាយក្នុងលក្ខណៈជាគ្រួសារណាជាគ្រួសារសម្ដីខ្លះជាសម្ដីបាបយកមកប្រើដែរសម្ដីដែលបងអូននិយាយមិញហ្នឹងសម្ដីបាបណាមីមឹងងាយហងហ្នឹងសម្ដីបាបហើយមិនមែនគេទៅសេនៅក្នុងនេះឲ្យយើងរៀនឯណាភាសាហ្នឹងអត់មានភាសារៀនទេណាបាទអត់មាននៅក្នុងវប្បធម៌ទេហើយចុះយើងចេះមកពីណាយកមកប្រើឥឡូវអ៊ំចេះចោះអ៊ំគិតថាខ្ញុំក៏ជាសមាជិកគ្រួសារយើងដែរហើយបើផ្អែកទៅតាមសាវតាផ្អែកទៅតាមជីវភាពជាក់ស្ដែងបងអូនស្រីអាម៉ៅវារងថ្ងៃក៏វាទៅលាងចានលាងអីបំរើនៅតាមវត្តឯងមកកូនម៉ាននេះអាម៉ៅកូននឹង3កូនម៉ាន3ប្តីបងអូនធ្វើអីប្តីខ្ញុំធ្វើការសំណង់ធ្វើការនៅសំណង់ចាជីវភាពរងថ្ងៃមានការលំបាកខ្ញុំបាក់ឡើងខ្ញុំក្រមែនទែនហើយរងថ្ងៃបងអូនបានធ្វើផ្ទះនៅលើដីហ្នឹងចាធ្វើផ្ទះខ្ទមសុលពូមេឃុំមេភូមិដឹងដែរបងអូនមកនៅតាំងឆ្នាំណាខ្ញុំមកនៅឆ្នាំ2009ដីហ្នឹង1ម៉ែត្រប្រមាណទៅតឹង10បដ5ទៅតឹង10ម៉ែត្រជម្រៅ5ចាដីហ្នឹងវាមានតម្លៃប្រមាណអ៊ំមិនដឹងប្រមាណទេខ្ញុំមិនដឹងប្រមាណទេហើយអ៊ំចង់បានយកដីពីអាម៉ៅទៅយកទៅធ្វើអីដីអូនអើយអ៊ំឈឺនិយាយមួយអ៊ំគិតលក់ប្រមាណដីហ្នឹងចាអ៊ំគិតលក់ប្រមាណមិនដឹងប្រមាណទេ1លាន2លានទេហីដីតំណងហ៎ខ្ញុំមិនតាន់ថាលក់ទេឥឡូវកាត់ថ្លៃមើលប្រមាណខ្ញុំអត់តាន់ថាលក់ទេខ្ញុំដឹកចែកឲ្យស្រិចទេនិយាយអត់ចាញ់ទេបេះដូងប៉ុន្តែឥឡូវខ្ញុំគិតថាឥឡូវអ៊ំគួរតែយកយល់វាទៅខ្ញុំអត់យកទេជេរខ្ញុំហ្មងណាចាំឲ្យវាថ្វាយអង្គមសុំកមាលទោសពីអ៊ំវិញសុំមិនកុំអត់ទោសទេប្រេចគុណអ៊ំឪពុកម្ដាយត្រូវតែមានការសន្តោសប្រណីព្រមវិហារធម៌ខ្ញុំគិតថាជាកំណត់ខ្ញុំទេខ្ញុំឥឡូវនេះក៏คล้ายទៅជាលោកតាគេជាឪពុកគេដែរខ្ញុំគិតថាអ៊ំលះបង់ច្រើនណាស់សម្រាប់ជីវិតពួកវានេះចុះអ៊ំលះបង់ប៉ុណ្្នឹងថែមទៀតមានអីច្រើនអ៊ំមិនក៏មិនចង់បន្សល់ទុកនៅគុណទាំងអស់នេះនៅក្នុងបេះដូងវារហូតដល់ថ្ងៃអ៊ំវិលវិញបើអ៊ំធ្វើអញ្ចឹងបានស្ដីថាគុណស្រ័យក្នុងជីវិតនេះសម្រាប់វាគឺគ្មានទេខ្ញុំអត់ចង់ឲ្យអ៊ំបាត់បង់អញ្ចឹងទេមើលមេឃុំនៅណាមេឃុំមកឥឡូវឲ្យមេឃុំមើលដីតំណងវា1ម៉ែត្រប្រមាណហ្នឹងដីនេះវា8ម៉ែត្រតើបាទមើលឲ្យមេឃុំអ៊ំចាស់ហើយអ៊ំដឹងថាតើដីតំណងវា1ម៉ែត្រប្រមាណ10ម៉ែត្របណ្ដោយ20ក្នុងដីនេះមិនគិតទំហំប្រមាណនេះអាយដំគឺគេគិតតម្លៃចរចាគ្នាអាចរចានោះអាមិនទៅអត់យល់ចរចានោះឧទាហរណ៍ថាតាមដីហ្នឹងទូកាលដីហ្នឹងក៏មាន1ម៉ែត្រ5000ក៏មាន1ម៉ែត្រ10000ក៏មាន1ម៉ែត្រ2000ក៏មាន10000អី10000រៀលហ៎10000ដុល្លារ1ម៉ែត្រដើរបាទអីក៏ធំម៉ែដីនៅតាណៅក៏ថ្លៃមែនចាស់ថ្លៃបាទដីនៅម្ដុំផ្សារហ្នឹងអាយដំមួយហើយមួយទៀតដល់ភូមិប្រាលហ្នឹងប្រហែលជា
1 ម៉ែត្រដើរអូ ថ្លៃណាមើលអ្នកសពរស់គេចង់ជិញទិញដីនឹងឲ្យឯងថ្លៃណាគេគ្មានលុយទេអ៊ំតម្លៃដល់ថ្នាក់នឹងផងបាទក្នុងតម្លៃវាមានតម្លៃអញ្ចឹងអាយដំមើបងសួរបងអូនចង់បានតែដីសម្រាប់ធ្វើផ្ទះទេមែនទេចាផ្លូវដើរ4 ម៉ែត្រសុំផ្លូវដើរ4 ម៉ែត្រហើយចុះបើយកជាប់ផ្លូវហ្មងផ្លូវដើរពីក្អើផ្លូវដើរទៅពីខ្នោះជាតិហ្នឹង4 ម៉ែត្រផ្ទះខ្ញុំពីក្រោយទូចហ្នឹងលោកពូផ្ទំទូចហ្នឹងអញ្ចឹងចាអ៊ំចេះបានទេកុំគិតរឿងអីប្តឹងផ្ដាល់គ្នាអីកុំគិតអីឥឡូវអ៊ំបងចូលរួមគិតក្នុងគ្រួសារយើងទៅឥឡូវដីនេះលោកវិឃុំថាក៏មានតម្លៃខ្ពង់ខ្ពស់ដែរបើសិនជាអ៊ំដោយសារមានបញ្ហាប្រឈមពាក់ព័ន្ធនឹងយកដីនេះទៅលក់ដើម្បីយកមកប្រើប្រាស់ទៅលើការព្យាបាលសុខភាពខ្ញុំគិតថាសុំអ៊ំចេះបានទេអ៊ំអាចហៅគេទៅមើលដីនឹងគេឲ្យតម្លៃប្រមាណហើយអ៊ំអាចរិះរោមមធ្យោបាយរកដីតាណាឲ្យឆ្ងាយពីកន្លែងនោះដែលតម្លៃសមរម្យទៅហើយទិញឲ្យអាម៉ៅវានៅមួយកន្លែងទៅហើយអ៊ំលក់ដីនឹងទៅខ្ញុំឲ្យគេជួយជំរុញឯកសារនឹងជូនអ៊ំឲ្យបានលឿនបើអ៊ំដេញវាឲ្យវាទៅនៅណាវាទៅនៅវត្តអីមានតែអូនដីវាមានតែអាម៉ៅឲ្យមានដីផ្សេងដែរដីខ្ញុំទិញម្នាក់ខ្ញុំទៅខ្ចីលើអង្គការគេទិញខ្សែគាត់នៅខ្សែលើជើងខ្ញុំសិនហាហ្នឹងលោកពូឲ្យខ្ញុំទៅនៅព្រៃហ្នឹងនៅឆ្ងាយចានៅព្រៃសួរលោកចុះឥឡូវបងអូនទៅបំរើលោកនៅក្នុងវត្តនោះតើនៅវត្តណាវត្តប្រាសាទវត្តប្រាសាទតើនៅជិតវត្តនោះគេមានដីទេគេលក់ដែរតើគាត់ថាឡូវគាត់និយាយជាមួយខ្ញុំច្បាស់ឡើយទៅថាឡូវឲ្យថ្ងៃម៉ានហើយឬថ្ងៃម៉ាននិយាយច្បាស់ឡើយទៅខ្ញុំសុំតែដីតែ4 ម៉ែត្រផ្លូវដើរហ្នឹងទេខ្ញុំសុំតែដីផ្លូវដើរក៏លក់ម៉ាស3 ម៉ែត្រហ្នឹងក៏លក់ទូទៅខ្ញុំមិនហាមគាត់ទេ3 ម៉ែត្រគេមិនទិញទេអញ្ចឹងឥឡូវបងគិតអញ្ចេះបងគិតថាដីនេះជូនលោកម្ដាយទាំងអស់ទៅហើយសុំការសន្តោសពីលោកម្ដាយទៅនៅក្នុងចំណែកថវិកាប្រមាណបងនឹងឲ្យអាជ្ញាធរគេធ្វើសាក់សីឲ្យនៅពេលដែលលក់ហើយបកគលលុយនឹងជូនបងអូនទៅឲ្យបងអូនទៅទិញដីណាចិត្តកន្លែងទីអារាមដែលបងអូនបាននៅនោះណាឥឡូវលោកពូខ្ញុំសុំនេះខ្ញុំសុំតែលុយតែ$30,000ខ្ញុំដើរទិញដីធ្វើផ្ទះមួយឯនៅស្រួលហើយយក$30,000មិនអស់ពីម្ដាយហើយគាត់បានមើលជំងឺលោកពូគាត់ណាគាត់លួចស្រែច្រើនណាពូច្រើនណាគាត់អូនអត់មានចំណាយទៅឯណាទៅចង់ចែកគេជាមួយគាត់នោះទេបងអូនអត់មានសិទ្ធិអញ្ចឹងទេអាហ្នឹងអញ្ចឹងបានថាខុសឃើញទេគាត់ចិញ្ចឹម3បាច់ប៉ុណ្្នឹងហើយបងអូនឃើញមានគាត់មានអកេអកច្រើនបងអូនទៅវាយចំណែកនៅក្នុងអកេអករបស់គាត់មិនមែនសិទ្ធិបងអូនទេសិទ្ធិបងអូនគឺក្នុងចំណែកណាដែលគាត់ឲ្យគឺបងអូនបានប៉ុណ្្នឹងគាត់មិនឲ្យគឺអត់គាត់ទេបាទឥឡូវអ៊ំខ្ញុំគិតថាដីនេះកុំគិតរហូតទៅដល់ដូចអ៊ំវិឃុំថារហូតដល់10000ហ្នឹងខ្ញុំថាត្រឹមតែ4-5,000ទៅចោះ1 ម៉ែត្រដើរហើយដីនេះវាមានប៉ុន្មាន10 ម៉ែត្រដែរ10 ម៉ែត្រទៅ10នេះនៅក្នុងនេះតែ8 ម៉ែត្រទេប៉ុន្តែវាកាច់ងាវមកនេះ5 ម៉ែត្រទៀតចាងាវអញ្ចឹងយើងគិតថាវា10ចោះបើគិតកន្លះផ្ទៃណាបើ10 ម៉ែត្រ5,000វាស្មើតែ50000ទេអ៊ំអាចឲ្យទៅអាម៉ៅខ្លះបានទេខ្ញុំចង់ដឹងសម្ដីពីអ៊ំផ្ទាល់ដីហ្នឹងគេឲ្យ$80,000លោកពូ$80,000ឯងអត់មានសិទ្ធិទៅតវ៉ារឿងនិយាយរឿងតម្លៃដីនឹងជាមួយលោកម្ដាយទេគាត់ម្ចាស់ចាំបងនិយាយជាមួយគាត់សិនស្ងៀមខ្ញុំខ្លាំងពេកទៅអត់ជាគាត់លោកម្ចាស់ថ្លៃខ្ញុំមិនអ៊ំខ្ញុំអត់ឲ្យដាច់ខាតចឹងហ្មងឥឡូវខ្ញុំសុំអ៊ំឲ្យទៅវាខ្ញុំអ្នកសុំតែកើតមកធ្លាក់ឈាមដល់ក្អមដល់កូនជេរពេកដូចអត់ជាគាត់ជួកាល់កុំថ្វាយគុំទឹកមកធ្វើល្អនៅមុខរដ្ឋអំណាចទេទឹកធ្វើល្អណាស់មុខរដ្ឋអំណាចតែឥឡូវចេះអ៊ំឥឡូវចេះតាអ៊ំតាគុំចឹងខ្ញុំឲ្យយូរហើយណែឃើញបើចេះថ្វាយគុំម៉ែឲ្យយូរខ្ញុំថ្វាយគុំរហូតគាត់អត់ដៃដល់រួចហើយបានឥឡូវចាស់ឥឡូវកុំនិយាយអារឿងកន្លងមកបោះចោលទៅនិយាយរឿងថ្ងៃហ្នឹងខ្ញុំសុំតែដីនៅខ្ញុំអត់ចាញ់តាណាឯងព្រោះថែឪខ្ញុំនៅណាខ្ញុំអត់ចាញ់ហើយណាធៀបតានៅហ្នឹងនៅហ្នឹងខ្ញុំនៅថែរហូតថែឪខ្ញុំហ្នឹងខ្ញុំនៅហ្នឹងធៀបហ្នឹងនៅហ្នឹងទៀតចាខ្ញុំថែរហូតខែតែគាត់ដុតធូបក៏លពូខ្ញុំសុំសួរបន្តិចម៉ែខ្ញុំដុតធូបកូនប្រសាថាភ្លាមមកឯទៅដុតអីមនុស្សងាប់ហើយហ្នឹងមកឯដុតមកប្រយោជន៍អីកូនប្រសាគាត់នេះ
bị đây 11 bao nặng vậy xuống à mua đến nó khói នៅសិតវត្តប៉ុន្តែប្រើសៀតទៅពាក្យមីអើយមើលអាមីនឹងវាឆ្ងាញ់ជាងកាទៀវឯងបាទឯងចិត្តទៅប្រើហ្នឹងបងសួរណានៅជាមួយបងឯងចិត្តទៅនិយាយពាក្យហ្នឹងណាមីនឹងវាឆ្ងាញ់ជាងកាទៀវអីឬក៏វាឆ្ងាញ់ជាងបាយមិនចូលចិត្តប្រើម៉េះ ថាបដៃនៅហួរមិនអោយហូបផងស្លាប់ហើយkhôngដាក់អីនិយាយថាអញ្ចឹងណាខ្ញុំនៅហួរវាមិននិយាយចូលក្នុងផង ប៉ុន្តែជាងកាលបងប្អូនឯងគេមិននិយាយក្នុងន័យស្អីទេក្នុងន័យចង់ថាឲ្យឯងហ្នឹងមកទៅឥឡូវចេះទៅអ៊ំខ្ញុំនឹងដោះស្រាយបញ្ចប់ជូនអ៊ំប៉ុន្តែសូមឲ្យអ៊ំមានការយោគយល់វាបន្តិចទៅឥឡូវខ្ញុំគិតថាបើសិនជាអ៊ំមានលទ្ធភាពលក់ដូរបានគួរតែអ៊ំពិចារណាមើលថ្ងៃនេះខ្ញុំឲ្យអាជ្ញាធរនៅទីនេះមានសាក្សីទាំងអស់គ្នាធ្វើកំណត់ហេតុទៅហើយដើម្បីបញ្ចប់សំណុំរឿងអ៊ំកុំឲ្យវែងឆ្ងាយទៀតហើយកាលណានេះចូលដល់សាលាដំបងហើយបើចេញពីសាលាដំបងវាទៅអតោទៀតណាហើយថ្ងៃនេះខ្ញុំមានមេធាវីប្រចាំខេត្តមានមកជាមួយអញ្ចឹងហើយខ្ញុំអត់ចង់ឲ្យគ្រួសារយើងវែងឆ្ងាយទេអ៊ំ ខ្ញុំឡើងចលាស្រុកណាស់តែតកខឹងមុខខ្ញុំត្រឡប់ខ្ញុំណា ឥឡូវចេះតាឥឡូវចេះអ៊ំវិលមកវិញខ្ញុំគិតថាសុំកុំគិតអារឿងកន្លងមកអីបោះចោលទៅហើយចាំឲ្យវាកម្មាលទោសស្វែងគុំសុំទោសអ៊ំទៅបញ្ចប់ទៅប៉ុន្តែគាត់ថាចំណែកនេះអ៊ំគិតថាជាចំណែកមួយដែលផ្ដល់ទៅឲ្យលោកឪពុកទៅដល់គ្រួសារអ៊ំប្រុសទៅឲ្យទៅអ៊ំប្រុសហើយឲ្យវានឹងតំណាងអ៊ំប្រុសទៅចោះហើយឲ្យវាទៅទិញដីទៅហើយដីនោះបើវាឆ្លាញ់លោកឪពុកដល់ថ្នាក់ហ្នឹងយកលោកឪពុកទៅនៅជាមួយទៅគេថាងាប់តែអាចារ្យហ្នឹងគេចេះទៀតនោះគេបានថានិយាយចំមកក៏ឆ្លើយ lại có vậy pe chăng chăng mai ខ្ញុំថាពេញមក chăng ba ngó có vậy pe chăng chăng nhưng mà đại vậy មេគ្រូ តែអ៊ំអាហ្នឹងកូនចេញវាតោអ៊ំទៅមួយទៅ អត់ហ៊ានមើលភូមិទេខ្លាចវាខាប់ញាក់ចឹងអត់ហ៊ានមើលភូមិទេវត្តមកពេញ ឥឡូវបានតោះឥឡូវកុំនិយាយរឿងហ្នឹង ពេលនេះមកយក ឥឡូវខ្ញុំសួរអ៊ំខ្ញុំចង់បញ្ចប់សំណុំរឿងហ្នឹងឲ្យអ៊ំតើអ៊ំមានលទ្ធភាពយល់យោគវាប៉ុណ្ណាដោយសារជីវភាពរបស់វាមានការពិបាកអញ្ចឹង អត់មានប្រវត្តិទេគេមិនខ្វះហូបទេ អញ្ចឹងបើវានៅវត្តអ៊ំវាខ្វាក់អីហូប គាត់ចេះនៅនោះជឿធ្វើស្រែត្រូវទុកលក់វាហូបបាយលងខ្លួនចំណៃ3 4មុខចេះតែថាទៅដីឆ្ងាញ់យ៉ាងអន់វត្តហើយយើងមកផ្ទះតែគូក្តាមមិនងាយអាយ ឥឡូវចំណែកដីហ្នឹងដីរបស់អ្នកណាដីរបស់ឪពៅនេះហ៎ ចាស្អីបង បងអូនស្រីហ៎ ចាំដល់ពីណា អាហ្នឹងដីហ្នឹងដីចំណែកក្មួយហ៎ ខ្ញុំនេះ ឥឡូវបងសួរឥឡូវបើលោកម្ដាយគាត់ខឹងខ្លាំងណាស់ណែឯងដឹកដៃគ្នាមកមិនដឹងថាជាតិណាបានដឹកដៃគ្នាមកទៀតទេណាឥឡូវបងសុំតើក្នុងនាមប្អូនជាម្ចាស់ដីនេះបើសិនជាដីនេះយកទៅលក់តើប្អូនអាចផ្ដល់លទ្ធភាពឲ្យបងឯងប៉ុណ្ណាបងសួរណាក្នុងចំណែកគ្រួសារទេមិននិយាយស្អីទេណាបញ្ចប់រឿងហ្នឹងទៅឥឡូវបងគិតថាដីនេះក្នុងចំណែកត្រឹមតែលក់ត្រឹមតែ 5,000 ទេក្នុង1ម៉ែត្រដើរណាតើបងអូនអាចជួយបងស្រីឯងប៉ុណ្ណាសមហេតុផលបងបញ្ចប់ឲ្យមើលបាទហ៎ đây ơi nhóm pi 15 pon ខ្ញុំតន់យកហ៎ឲ្យខ្ញុំ 2 pon ខ្ញុំទៅដីណាលក់បាន80000 8 pon ឡូវហ្នឹងលោកពូក៏លក់បានប្រហែលវាឲ្យស្រ័យផងភូមិផងលក់ឲ្យមិនហ្នឹងកិនមើលកូនដូចគ្នាលោកពូកូន ឥឡូវចេះឥឡូវបងអត់ទេលោកយាយហើយនឹងប្អូនបងមើលទៅបងមិនទាន់និយាយចប់ទេបងទុកមិនលើសិននិយាយមួយប្អូនស្រីវិញបងមើលទៅឯងធនធានឯងល្អណាស់ប៉ុន្តែឥឡូវមើលឥឡូវបើសិនជាឯងត្រូវផ្ដល់ឲ្យបងឯងក្នុងចំណែកហ្នឹងតើឯងឲ្យរបៀបម៉េចមើលបងសួរនិយាយមើលឲ្យប្រមាណជួយទៅបងឯងតើ បងឲ្យ10000បង 10000 ចា 10000ហ្នឹងបងគិតថាអាហ្នឹង10000ហ្នឹងក្នុងចំណែកបើលក់បាន 5000 ណាហ៎ បើសិនជាបានលក់ទាំងអស់ហ្នឹងខ្ញុំឲ្យគាត់10000ទុកសម្រាប់គាត់ទិញដីគាត់ធ្វើផ្ទះអីចឹងលោកពូហ្នឹង 10000 ចា លក់4បាន2បានចិត្ត30000ហ្នឹងមិនគិតឲ្យឯង100ហើយឥឡូវចូលឲ្យឯងតែ10000ឯងជាបងពលឡើងបើផ្លែកែអស់ហើយខ្ញុំបានប៉ុណ្ណឹង ឯងទៅគិតណាបងប្រាប់តម្លៃលុយនេះបងគិតថាវាគ្មានតម្លៃអីប្រហែលទេវាគ្រាន់តែដោះដូរនឹងអាហារ3ពេលទេប៉ុន្តែបងគិតថាពួកឯងនៅតូចបងឯងបញ្ចុកបាយបងឯងពោនោះមានតម្លៃលើសលុយនឹងឆ្ងាយណាស់ឯងត្រូវយករឿងទាំងអស់នោះមកគិតឡើងវិញតើទេ ចា
កុំគិតថារឿងលុយជារឿងសំខាន់បងចង់បបលអារម្មណ៍បងប្អូនថាលុយគ្រាន់តែមានទួនាទីសម្រាប់ឲ្យបងប្អូនរស់ទេប៉ុន្តែអ្វីដែលអនុស្សាវរីយ៍ល្អដែលជាប់នៅក្នុងបេះដូងយើងគ្រប់គ្នានោះគឺទង្វើនឹងការស្រឡាញ់គ្នាមិនមែនលុយទេតើណាចាអញ្ចឹងបានបងគិតថាឯងគួរតែមានការសន្តោសគ្នាទៅវិញទៅមកទៅលោកម្ដាយខឹងជារឿងរបស់លោកដែលពាក់ព័ន្ធនឹងទង្វើរបស់បងឯងហើយបើបងឯងទៅធ្វើលោកម្ដាយមានបាបអានឹងគាត់អ្នកទទួលតែបើប្អូនមានការសន្តោសប្រណីជាមួយបងអានឹងជាកសលផលបុណ្យដែលបងត្រូវទទួលបានដែរតើណាបងគិតថាមើលឡើងមួយម៉ាត់ទៀតមើលឡើងមួយម៉ាត់ទៀតបានតែប៉ុណ្ណឹងឯងបងលោកពូណាំងពូអីទេមិនមែនសួរយាយទេសួរអ្នកម្ចាស់ដីប៉ុន្តែប្អូនត្រូវលក់ដីនេះបងដឹងថាយកទៅសម្រាប់លោកម្ដាយឈឺមែនទេចាលោកពូលោកអស់ហើយស្រ័យនៅប្អូនចាំបងស្រីមួយទៀតលោកពូនៅក្រោយគាត់ស្គមឌឺទៅនៅក្រោយលោកពូអញ្ចឹងហ៎ចាគាត់ប្រចាំគាត់មានជំងឺប្រចាំកាយជារៀងរាល់អញ្ចឹងត្រូវប្អូនជាអ្នកទទួលរ៉ាប់ចារ៉ាប់រងទាំងអស់លោកពូណាំងអ៊ំវិឃុំដីនៅចិត្តវត្តនោះក្បាល20ជំរឿ30ប្រហែលប្រមាណអត់មានកន្លែងគេលក់ទេប៉ុន្តែអានេះវាមានដីស្រែវាហ៎បាទដីស្រែនៅជើងភ្នំនោះហ្នឹងដែលវាទៅមិនកើតវាមេជីសែនហាននោះបាទចុះឥឡូវវាអាចមានលទ្ធភាពនៅចិត្តនោះបានទេនៅមកជុំវិញនោះដូចគ្មានទេខ្ញុំមើលទៅរឿងនេះវាសិតតែជាបញ្ហាដែលយើងត្រូវប្រឈមទាំងអស់ដោយសាររឿងអីលោកយាយគាត់មានវ័យចាស់គាត់ត្រូវការទៅពេទ្យហើយប្អូនស្រីបន្ទុករបស់វាគឺម្ដាយចាស់ហើយនឹងប្អូនពីកលមួយប្អូនមួយទៀតបងមួយទៀតអញ្ចឹងអានេះវាមានបន្ទុកខ្ពស់ណាស់អញ្ចឹងអានេះវាបន្ទុករបស់វាបញ្ហារបស់វាគ្រាន់តែខ្វះផ្ទះនៅទេអញ្ចឹងយើងពិនិត្យមើលថាបើសិនជាក្នុងលក្ខណៈអ្វីដែលការផ្ដល់ឲ្យនេះសមរម្យគឺត្រូវឲ្យអានេះត្រូវទទួលយកព្រោះសាធិការតុលាការបានសម្រេចរួចហើយបើសិនជាវាមិនទទួលយកមិនស្គាល់គុណស្គាល់ទោសខ្ញុំនឹងអនុវត្តច្បាប់តាមសាធិការតុលាការអត់មានឯងតាមចិត្តចង់បានទេអានឹងត្រូវធ្វើតាមច្បាប់ឥឡូវនេះបងប្រើគុណធម៌បងប្រើច្បាប់ទម្លាប់នៅក្នុងគ្រួសារក្នុងនាមបងជាបងឯងម្នាក់ក្នុងគ្រួសារតែបើបងនិយាយទៅឯងមិនស្ដាប់នៅទៅតឹងទឹះបងនឹងយកច្បាប់មកប្រើសំខាន់ណាចឹងហើយបានបងប្រាប់តាំងពីដើមបងថាយន្តការនៃការដោះស្រាយរបស់បងគឺមាន2ទី1គឺក្នុងនាមជាអ្នកអនុវត្តច្បាប់ទី2គឺក្នុងនាមបងឯងគ្រប់គ្នាក្នុងក្រុមគ្រួសារដែលប្អូនដែលបងណាមានការចង់បានកាប់គ្នាប្រវាញ់គ្នាមិនស្គាល់ពីច្បាប់គឺបងត្រូវហៅមកណែនាំហើយបញ្ចប់រឿងនេះកុំឲ្យពួកឯងវាវេទនាឬក៏រ៉ាំរ៉ៃដោយសាររឿងអញ្ចឹងនេះជាបញ្ហាសំខាន់អញ្ចឹងមកថាឥឡូវមើលអ៊ំមួយឃុំមើលខ្ញុំចោតរវល់អញ្ចឹងមកថាឥឡូវអ៊ំមួយឃុំបណ្ឌិតមើលអញ្ចេះទៅអីមើលអ៊ំសួរក្មួយស្រីប្អូនស្រីឯងឈ្មោះអីខ្ញុំឈ្មោះចិនស្រីលីលោកពូឥឡូវមើលអ៊ំសួរគិតថាបើសិនជាលក់នឹងវាបានប្រហែលជាឥឡូវគេឲ្យប្រមាណហើយអត់ទាន់ដឹងហើយលោកពូឥឡូវអញ្ចេះទៅពូសុំឲ្យក្មួយថែមឲ្យវាបាន2000ទៀតបានទេលោកពូដោយសារបងស្រីនៅខាងក្រោយគាត់ឈឺប្រចាំកាយហើយខ្ញុំធ្វើការទៅដីទាំងប្រព័ន្ធខំដើម្បីទប់ក្នុងពូសាពូអីមានម្ដាយឈឺផងមានបងស្រីឈឺផងបងពូនោះឲ្យគាត់ងើបលោកពូខ្ញុំសុំសួរបន្តិចអត់ទេអត់តន់សួរឯងអត់តន់សួរឯងស្ដាប់អ្នកណាដែលជាមេគ្រួសារនៅពេលនេះលោកឪពុកអ្នកម្ដាយបាត់បង់សមត្ថភាពក្នុងការគ្រប់គ្រងគ្រួសារតើអ្នកណាមួយមានសិទ្ធិគ្រប់គ្រងគ្រួសារនេះមិនមែនសួរអ្នកដែលចង់បានទេសួរអ្នកគ្រប់គ្រងមើលឥឡូវអានេះវាមានហេតុផលម៉ែគាត់ដួលគាត់លើឈាមបកាយជំងឺបេះដូងទៅចេញពីពេទ្យមកលោកពុំទៅចាំថាមកមនុស្សបងហើយបងស្រីគាត់កាត់ទឹកមិនគាត់ឈឺមិនស្រួលខ្លួនគាត់លើឈាមហើយយូរគាត់ចិត្តហុកដែរអាហារជាងលោកពុំខ្ញុំនិយាយការតាក់ទងបើលោកពុំចង់ឃើញឲ្យគាត់ងើបនៅក្រោយខ្ញុំនិយាយការចាក់ស្ដាយពួកឯងខ្ញុំប្រាប់កូនទាំងអស់អត់អីទេមួយអត់អីទេមិនក៏លោកពុំទេបានតោះកុំយំយំតែអីណាយំតែអីណាយំតោះពូយល់ហើយតោះពូយល់តោះ
បានឥឡូវបានណាតោះបានមើលអ៊ំមីឃុំខ្ញុំសូមយោបល់ពីអ៊ំមីឃុំដែលជាលោកឪពុកនៅកន្លែងហ្នឹងណាយកกระดาษឲ្យក្មួយស្រីផងតាអីទេតើបើយំធូរចិត្តយំបន្តិចសិនទៅយំបន្តិចចឹងកូនឲ្យទៅធូរចិត្តតាអ៊ំឲ្យយំមើលឥឡូវអ៊ំមីឃុំអ៊ំយល់ថាម៉េច មើលគួរតែទទួលយកទៅព្រោះអីខាងចិនស្រីលីនេះទទួលបន្ទុកចាំមើលម្ដាយសេរីផងអញទៅបងមួយទៀតផងប៉ុន្តែក្នុងប្រវត្តិនេះខ្ញុំដឹងប្រវត្តិរបស់គាត់ច្បាស់លាស់ អ៊ំមានប្រសាសន៍ឲ្យខ្ញុំបន្តិចដើម្បីខ្ញុំមានមូលដ្ឋាន កាលកូនគាត់មាន7នាក់ស្លាប់មួយនៅសល់6គឺប្រុស2នៅសល់ប្រុស2ហើយនឹងស្ត្រី4នាក់នេះអូនពៅគេ បាទ ហើយគាត់បើនិយាយពីរឿងប្រវត្តិគាត់ខ្ញុំតាមពីជំនាន់ប៉ុលពតនៅជាមួយគ្នា បាទអញ្ចឹងហើយថ្ងៃនេះក៏ខ្ញុំសូមឲ្យខាងចិនស្រីមើលបន្ទន់អេរិយាបថទៅដើម្បីកុំឲ្យមានការអនុវត្តច្បាប់កាលណាបើមានការអនុវត្តច្បាប់គេรู้វាពិបាកអានឹងមួយស្រីក៏ត្រូវគិតដែរហើយលីក៏ត្រូវគិតដែរបើថាអាចត្រូវឡើងបន្តិចទៀតទៅក៏ឡើងទៅដើម្បីឲ្យត្រូវគ្នាណាលីលី ច្រើនតែក៏ជើបងស្អីក៏ជឿឲ្យខ្ញុំ បានឥឡូវអញ្ចេះអ៊ំមីឃុំតម្លៃនៃការលក់នេះយើងមិនដឹងថាបានត្រឹមណាទេប៉ុន្តែមនោសញ្ចេតនាក្មួយស្រីដែលជាម្ចាស់របស់សម្រាប់ថាឲ្យបង 10000 ណាឥឡូវខ្ញុំសូមសួរយោបល់អាដាមប្រធានតិចមើលអាដាមប្អូនប្រធានក្រុមប្រឹក្សាមើលចូលរួមបងតិចមើលជើញវាចាមួយម៉ាត់មកអាដាមប្អូនយល់ថាម៉េចមើលហ៎ហេបងមិនសួររឿងកំសត់ទេបងសួរថារឿងហ្នឹងទៅសម្រេចរបៀបម៉េចបងប្អូនតោះឈប់យំអានេះអាលីចាំពុកដោះឲ្យគេមែនតែឡានមានម៉ូតូផ្ទះនៅស្រួលទៀតនៅពេញគាត់នៅមួយខ្ញុំតាមមុនលពូគាត់នៅមួយខ្ញុំណាតែរត់ដី5ម៉ែត្រណាទៅនៅពេញហ្នឹងអាមើស្ដាប់ណាចេះមេភូមិមកទេមេភូមិមានទេមេភូមិមើលមើលឯងនិយាយតិចមើលបងស្ដាប់តិចមើលមេភូមិមកខ្ញុំសួរឯកឧត្តមមើលឥឡូវឯងជាមេគ្រួសារនៅក្នុងយោបល់យ៉ាងម៉េចមើលខ្ញុំអត់មានយោបល់អីទេមិនដៃហ្នឹងកាលពីមុនហ្នឹងគាត់នៅហ្នឹងទាំងអស់គ្នាដែរដល់ហើយវាបែកមានប្តីទៅវាបែកទៅនៅខាងប្តីវាតាំងពី2002កាលហើយដល់2009វាមកនៅនឹងវិញអាណាគឺចិនត្រីម៉ូវាអូអានឹងទៅមកនៅទេវាមកនៅ2009ដល់ពេលហើយឲ្យវាហៅមកនៅ2009ហ្នឹងដល់ពេលឲ្យវាស្លាប់ទៅហមហ្នឹងស្លាប់2011អ៊ំហមចាឪទៅឪវាមិនមើលឲ្យផងអាហ្នឹងមួយទៀតទេមើល2011ចាដល់នេះមិនទៀតដល់ហើយវាមានរឿងតំណោះតោះតេងនៅរឿងដៃហ្នឹងប៉ុន្តែដីហ្នឹងគឺកម្មសិទ្ធិតែឲ្យលោកយាយហើយនឹងអ៊ំប្រុសហ្នឹងគឺផ្ដល់ឲ្យកាលីរឿងផ្ដល់មិនផ្ដល់ខ្ញុំមិនដឹងទេម៉េខ្ញុំមិនដឹងរឿងផ្ដល់ឲ្យអ៊ំហ្នឹងអត់ដឹងគាត់បកគលឲ្យសៃលីក៏ខ្ញុំមិនដឹងដែរអូខេចាបានប៉ុន្តែឥឡូវជាយោបល់បងយល់ថាម៉េចជាយោបល់ខ្ញុំអត់មានបញ្ហាទេឲ្យតែពីអ្នកពុំមួយវាហ្នឹងពុំមួយតាំងពីសង្ខាងទៅគ្នាអានឹងចូលនិយាយទេអត់និយាយទៀតអញសួរឯងឲ្យយោបល់នឹងថាយ៉ាងម៉េចសំរុំទេប៉ុណ្ណឹងគួរមិនគួរដោយលោកមីឃុំឪពុកមីឃុំគាត់មានភាសាហ្នឹងបានក្នុងនាមអានឹងយោបល់ត្រូវមកឡើងនឹងឲ្យមានយោបល់នឹងឲ្យជាយោបល់ណាមិនឲ្យមកឡើងនិយាយដូចអត់និយាយទេ10000ហ្នឹងមិនសមទេបើតិចពេកប្រហែលបានសមបើបាន15000ហ្នឹងបើគួរសមបន្តិចព្រោះគ្នាអត់មាននេះនៅអត់មានដីនៅទេប៉ុន្តែបងប្រាប់ណាវាពាក់ព័ន្ធលើការងារនេះដែលបងកំពុងថ្លឹងតើលោកម្ដាយគាត់មានបញ្ជនណាដែលគាត់កំពុងតែត្រឹមតែគាត់កំពុងតែត្រូវការលើការងារព្យាបាលដែរសុខភាពគាត់នេះតើត្រូវគិតរបៀបម៉េចអានេះវានៅសុខភាពល្អណាស់នេះវាអាចរកទៅមុខបានទៀតច្រើនទៀតប៉ុន្តែឥឡូវលោកម្ដាយគាត់មានបញ្ជនប៉ុណ្្នឹងហើយគាត់
ជំងឺបេះដូងទៀតហើយប្អូនស្រីនៅក្នុងបន្ទុកបាលីនេះគឺមានបងស្រីមួយទៀតដែលពិការភាពទៀតតើលុយប៉ុណ្ណឹងអាចប្រើប្រាស់កើតទេអញ្ចឹងគួរទៅឲ្យអាខានេះអាម៉ៅនេះដែលមិនមែនជាម្ចាស់ទ្រព្យនេះត្រូវតែមានការទទួលយកនៅក្នុងចំណែកណាដែលគេឲ្យមិនមែនវាត្រូវការតាមវាទាទេតន់បងនិយាយហ៎ចាមិនដែរលោកអភិបាលស្រុកនឿនបងនិយាយអញ្ចឹងតើឯងយល់ថាម៉េចគ្រួសារយើងណាឥឡូវមើលពីគ្រោះមើលហេតុផលជុំគ្នាឲ្យបងសម្រេចឥឡូវហ្នឹងមើលលោកអភិបាលស្រុកមានប្រសាសន៍មើលយោបល់ណាយោបល់បាទហ្នឹងហើយជារួមទី1ខ្ញុំគិតថាយើងត្រូវគោរពទៅតាមលក្ខខណ្ឌច្បាប់ពីព្រោះម្ចាស់កម្មសិទ្ធិករមិនអាចបុគ្គលណាទៅបំពានបានទេក្នុងមាត្រា250ជាងនៃច្បាប់ភូមិបាលទី2ដីនេះគឺក្នុងខ្លងដាក់កម្មសិទ្ធិលោកយាយយ៉ែមសវ៉ាតនិងមេម៉ាយទទួលពីទាយាទនិងទាយាទនៃសពដែលជាប្តីរបស់គាត់អញ្ចឹងដូចយើងដឹងហើយណែលោកស្រីជិនស្រីមកត្រូវដឹងថាទី1យើងរស់នៅលើដីម្ដាយមិនមែនជាមរតកទេព្រោះមរតកសំដៅទៅលើទ្រព្យនៃខ្មោចអញ្ចឹងកម្មសិទ្ធិករគាត់មានសិទ្ធិចាត់ចែងទាំងអស់ហើយក្នុងតុលាការបានចេញហើយគឺ2020សាលក្រមគឺពាក់ព័ន្ធក្នុងហ្នឹងគឺដាក់ទោសទណ្ឌទៅលើលោកស្រីជិនស្រីមកនិងគ្រួសារ2នាក់ម្នាក់ក្នុងម្នាក់ដាក់ពន្ធនាគារ1ឆ្នាំប៉ុន្តែទោសនេះត្រូវបានព្យួរត្រូវបានព្យួរឲ្យនៅក្រៅឃុំហើយខ្ញុំគិតថាចំពោះជាគំនិតរបស់ខ្ញុំថាឯកភាពគឺម្ចាស់កម្មសិទ្ធិក៏ប៉ុន្តែបើយោងតាមអ្វីដែលមិនបានទទួលខ្លះពីម្ដាយហាក់ដូចអត់មានគុណធម៌រវាងម្ដាយនិងកូនហើយពាក់ព័ន្ធនឹងបានកម្រៃសមរម្យឯកភាពគ្នានឹងកូនពៅនេះចិនស្រីលីនេះគឺ$10000ខ្ញុំគិតថាក៏សមរម្យដែរប៉ុន្តែខ្ញុំបានទៅផ្ទះចដូនបានទៅដល់ទីតាំងដីនឹងជាប់ផ្លូវជាតិ31ជិតវត្តប្រាសាទដែរហួសវត្តប្រាសាទប្រហែលជា200-300ម៉ែត្រទេប៉ុន្តែផ្ទះដែលលោកយាយសពថ្ងៃនៅពីខាងមុខហ្នឹងគឺក្រុមគ្រួសារកូនគាត់ចិនស្រីមកនិងប្តីគាត់និងកូនគាត់3នាក់រស់នៅផ្ទះហ្នឹងប៉ុន្តែគាត់មានខណ្ឌដបងមួយនៅពីខាងក្រោយផ្ទះលោកយាយចំណុចនេះហើយសពថ្ងៃលោកយាយនៅភ្នំពេញជាមួយនឹងកូនស្រីពៅហើយខ្ញុំថាបើ$10000នេះក៏ជាការសុំរំដែរមានន័យថាកូននិងកូនម្ដាយនិងកូនមានគុណធម៌ក្នុងនាមម្ដាយហើយ$10000នេះប៉ុន្តែបើយើងទៀមទាខ្ពស់ពេកដីតំបន់ហ្នឹងវានៅក្បាលទួយដែរក្បាលបើគិតទៅនៅសល់ប្រហែលជា8ម៉ែត្រ3ទឹក8ម៉ែត្រ3ទឹកបដោយដូចជា30-40ម៉ែត្របាទក្នុងប្លង់នេះអញ្ចឹងខ្ញុំសូមចូលរួមយោបល់ប៉ុណ្្នឹងហើយគាត់ជួបការលំបាកមែនកូនស្រីនៅជាមួយនេះចិនស្រីមកនេះគឺជួបការលំបាកមែនខ្ញុំទៅឃើញកូន3សិតតែនៅរៀនតូចអាបងនោះហើយឈប់រៀនហើយឈប់រៀននៅថ្នាក់ទី7ហើយឥឡូវនេះដូចបងនឹងចូលដល់ប្រហែលជា6 7 8 10ដែរហើយកូនស្រីបងមួយមកនេះស្រីពៅនៅស្រីកដាលមួយទៀតហើយជួបការលំបាកដែរបាទសូមអរគុណបងអរគុណនឿនទេបងមើលនៅក្នុងប្លង់នេះដូចជាវារៀងបថៅណាអានេះលើចេញមកនេះ5ម៉ែត្រជម្រៅនេះ12ហើយបានមកមុខនេះបាន8ម៉ែត្រ3ជម្រៅចេះ30ម៉ែត្រជាងកាត់ផ្លូវកាត់ផ្លូវអស់25ម៉ែត្រហ្នឹងហើយចុះបងគិតថាអញ្ចឹងផ្លូវហ្នឹងវាផ្លូវមុខផ្លូវក្រោយប៉ុន្តែផ្លូវមុខផ្លូវក្រោយខាងក្រោយអត់មានផ្លូវទេវាពិបាកបើសិនជាអញ្ចឹងទេដោយសារវាអត់មានផ្លូវក៏មិនសុំអាលីឲ្យកាត់អា5ម៉ែត្រនេះតែម្ដងទៅ5ម៉ែត្រ12ម៉ែត្រណា
ប៉ុន្តែដោយសារអត់មានផ្លូវខាងក្រោយហ្នឹងឲ្យទៅវាដូចតែអត់ឲ្យដដែលទេបាទណាបានហើយឥឡូវខ្ញុំគិតថាអញ្ចេះចាស់អាមើឯងចេះទៅអូនកុំទៅសាំញ៉ាំអីយើងសុកចិត្តថាពេលខ្លះវាមិនមែនជារបស់យើងទេជាចំណែកប្អូនហើយប្អូនលក់ឲ្យឯងត្រូវតែដឹងគុណគេផងពីព្រោះអានឹងចំណែកគេដែលគេត្រូវឲ្យយើងហើយយើងក៏មិនមែនទៀមទាទៅតាមតម្រូវការដែលយើងចង់បានដែរហើយនៅក្នុងការងារនេះបងឃើញច្បាប់មានសុភវិនិច្ឆ័យណាស់គឺត្រូវផ្ដល់ទៅឲ្យម្ចាស់កម្មសិទ្ធិគឺលោកយាយហើយដោយសារតែប្អូនមិនស្គាល់ខុសត្រូវលើផ្លូវច្បាប់ប្អូនមានទោសទៀតនេះត្រូវព្យួរអញ្ចឹងឥឡូវថ្ងៃនេះដោយសារមកជួបបងហើយអាលីវាក៏ជាមនុស្សប្អូនម្នាក់ដែលមានការយល់យោគច្រើនហើយឲ្យកម្រិតប៉ុណ្ណឹងបងគិតថាសមរម្យហើយប្អូនយកលុយនឹងទៅទុកក្រោយពីអាលីវាលក់បានយកលុយនឹងទៅទុកនៅក្នុងធនាគារហើយយើងរិះរកដីតាណាឬក៏ដីជាប់ជើងភ្នំនោះយើងលក់ទៅបូកគ្នាទៅមករកដីតាណាដែលប្អូនអាចធ្វើនៅបានទៅហើយប្តីឯងមកទេអានមើដីមកតាឯណាប្តីនៅណាក្រោកមកមុខចិត្តបងគុយបងនិយាយតាំងពីព្រឹកមកឯងឮទេឯងប្អូនជាមួយនឹងអាមើគឺចាប់ចុងប្រយ៉ងដើមរហូតមកអីបាទចាប់ចុងដើមមកលោកគ្រូបងមកទៅស្ងាត់ពេកឥឡូវបងសួរណាឥឡូវនៅក្នុងទម្រង់ច្បាប់ប្អូនអត់មានសិទ្ធិគ្រប់គ្រាន់ទេតោះនេះប្អូនអត់មានសិទ្ធិគ្រប់គ្រាន់ទេក្នុងការទាមទារនេះណាប៉ុន្តែដោយសារតែការយោគយល់របស់ប្អូនថ្លៃឯងណាសូមសួរបានលោកគ្រូបានចុះពួកមួយទាំងអស់ហេតុអីក៏ប្អូនខ្ញុំមករស់នៅលើដីហ្នឹងហើយក៏អត់បានចែកឲ្យទាំងអស់ហ្នឹងលោកគ្រូពួកមួយទាំងអស់បានអ្នក5ម៉ែត្រពួកខ្ញុំអត់និយាយទេខ្ញុំបានឡើយឥឡូវស្ដាប់បងសិនស្ដាប់បងពួកឯងអត់តន់យល់ថាម្ចាស់គេមានសិទ្ធិប៉ុណ្ណាលោកម្ដាយលោកឪពុកជាម្ចាស់ទ្រព្យលោកពេញចិត្តកូនណាឲ្យទាំងអស់ឬក៏ពាក់កណ្ដាលជាសិទ្ធិរបស់លោកមិនឲ្យសោះក៏រឿងរបស់លោកតើណារឿងនេះមិនខុសទេពេលដែលប្អូនបន្តិចទៀតកូនប្អូនធំប្អូនចាស់ក៏អញ្ចឹងដែរប្អូនស្រឡាញ់កូនណាប្អូនឲ្យកូនណាច្រើនកូនណាតិចជាសិទ្ធិរបស់ប្អូនគ្មានកូនណាមានសិទ្ធិមកទាមទារថាឲ្យតិចឲ្យច្រើនទេសំខាន់គឺសិទ្ធិអ្នកឲ្យតើណាអញ្ចឹងរឿងនេះអត់ត្រូវទេបានមកខ្ញុំសុំសួរថាចេះលោកគ្រូដីហ្នឹងតម្លៃមុននឹងមកហ្នឹងគេឲ្យតម្លៃខ្ញុំ25,000ហើយដីហ្នឹងដូចគេឲ្យអ្នកណាឲ្យមកខ្ញុំចរចានេះហើយ25,000ព្រោះដីហ្នឹងក្នុង1ម៉ែត្រគេលក់បាន10000ដីដែលមានផ្ទះពីខាងជើងហ្នឹងគឺ1ម៉ែត្រ12000ប៉ុន្តែអ្នកដែលទៅចរចាជាមួយប្អូនដែលប្អូនមិនមែនជាម្ចាស់ទ្រព្យហ្នឹងតើមានតម្លៃច្បាប់ត្រង់ណាបាត់ទិញតវ៉ាគ្នាជាមួយអូននេះសួរយោបល់ពីសួរមុននឹងមកហ្នឹងលោកគ្រូលុយហ្នឹងរៀបទាំងយកឲ្យបានដាក់ពាក្យហ្នឹងមកបានខ្ញុំឡើងមកហ្នឹងវាគាំងខ្ញុំយកឲ្យ25,000ហ្នឹងដីហ្នឹងគេឲ្យទៅចំណាយប្អូនស្រីកណេះផ្សេងឲ្យមកចំណាយឯងផ្សេងបាទព្រោះគេនិយាយរួមមួយគ្នាឲ្យអស់ហើយហ្នឹងលោកគ្រូព្រោះឥឡូវហ្នឹងតែទៅវិញគេទទួលលុយហើយគឺការងារហ្នឹងលុយប៉ុន្តែចុះហេតុអីក៏ប្អូនមានសិទ្ធិមិនម្ចាស់ទ្រព្យផងមានសិទ្ធិទៅលក់អត់ទេខ្ញុំមានអ្នកលក់ទេដូចថាគេគប់ជេរដីគេគប់ជេរដីនិយាយជាមួយប្អូនខ្ញុំអត់ធ្វើអញ្ចឹងទេប្អូនធ្វើអញ្ចឹងក៏អត់បានដែរតថ្លៃឲ្យប្អូនខ្ញុំហ្នឹងវាយកទេអត់មានត្រូវតថ្លៃមួយប្អូនទេព្រោះប្អូនមិនមែនជាម្ចាស់ដីពីអ្នកឯងចង់បានណាពីអ្នកឯងចង់បានទេអ៊ំប្រាប់ឯងបងប្រាប់ឯងថាឯងអត់មានសិទ្ធិទាមទារជាមួយលោកម្ដាយទេលោកម្ដាយឲ្យអ្នកណាអ្នកនោះបានមិនមែនឯងតម្រូវការចង់បាននោះទេឥឡូវនេះសារដីការបស់តុលាការបានសម្រេចទេនេះ
តើបងអូនត្រូវគិតរបៀបម៉េចបញ្ហា បើកូនធ្វើល្អនឹងឲ្យធុំឲ្យទៀតនោះឲ្យឆ្លើមទៀតបានឥឡូវខ្ញុំក៏ប្រាប់ទេណាបងប្រាប់ណាអាលីបើសិនជាការងារនេះបងអូនប្រុសវាបាននិយាយដូចអ្វីដែលវាបាននិយាយនេះបងសុំឯងឲ្យឡើងឲ្យវាបន្តិចទៀតបានទេប៉ុន្តែឯងត្រូវគិតណាដីនេះមិនមែនជារឿងដីដែលឯងសម្រាប់យកមកលក់ចាយសបាយហឺហាទេខាងនេះលក់ទៅសម្រាប់មើលលោកម្ដាយហើយនឹងបងបងស្រីឈឺនោះអញ្ចឹងពួកឯងអត់មានត្រូវការនាំគ្នាសម្រាប់ទៅទៀមទាតាមតម្រូវការពួកឯងទេហើយបងមើលពួកឯងកម្លាំងពេញណាស់ណាសាច់ដុំនៅពេញខ្លួនឯងនៅមានពេលវេលាច្រើនណាស់សម្រាប់រស់ទៅមុខទៀតតែលោកម្ដាយមានជំងឺដល់បេះដូងឯងត្រូវគិតអត់មានមហិច្ឆតាដោយសារការចង់បាននឹងវារស់រៀលដល់ពួកឯងរហូតដល់ភ្លេចគុណទោសនឹងទេណារស់រៀលរហូតដល់លេងដឹងគុណដឹងទោសអញ្ចឹងអត់កើតទេបងក៏មិនអាចធ្វើការបំពេញតាមសំណុំពរអូនបងអូនបានដែរតោះនេះដីនេះបើសិនជាបងអនុវត្តច្បាប់គឺម្ចាស់គេមានសិទ្ធិគ្រប់គ្រាន់ក្នុងការងារហ្នឹងអញ្ចឹងឲ្យបងសម្របសម្រួលតាមសំណុំពរពួកឯងទេណាឥឡូវបានអារម្មណ៍បងឥឡូវបើសិនជាខាងនេះនៅតែយើងបញ្យល់ហើយនៅតែមានការលោភលន់ទៀតគឺអនុវត្តតាមច្បាប់ទៅឲ្យម្ចាស់កម្មសិទ្ធិគេមកការតាមផ្លូវច្បាប់ទៅឥឡូវបងយល់ថាអញ្ចឹងម៉េចលោកយាយលោកតាខាងក្រោយខ្ញុំគិតថាអញ្ចឹងតើយ៉ាងម៉េចដែរបាទអញ្ចឹងឥឡូវចេះទៅនេះអ៊ំវិឃុំលោកអភិបាលស្រុកណាឥឡូវបងសួរម្ដងទៀតតើបងអូនប្រុសបងអូនស្រីយល់យ៉ាងម៉េចលើការងារនេះខ្ញុំទៅចិត្តដែរកូនដូចគ្នាហើយខ្ញុំបានប៉ុណ្ណឹងពេលលោកបាន5ម៉ែត្រលួចស្អែកទៀតហើយខ្ញុំបានប៉ុណ្ណឹងកូនដូចគ្នាខ្ញុំបងសួរឥឡូវស្ដាប់បងសិនឯងទៅចិត្តរឿងអីលោកម្ដាយបងអូនស្រីយកលក់នេះយកទៅចិញ្ចឹមមើលជំងឺលោកម្ដាយហើយនឹងបងស្រីលក់សាមុនអត់មែនលក់យកមិនយកទៅមើលជំងឺគាត់ទេយកបងអង្គការនៅពាក់គេ$1000000ទៀតនៅស្រុកអត់ទេបងស្ដាប់សម្ដីពួកឯងគឺបងអត់អាចទទួលយកបងអូនបានទេណាបានឥឡូវចេះលោកមិឃុំអ៊ំមិឃុំលោកអភិបាលស្រុកណាអញ្ចេះចោះឥឡូវនេះខ្ញុំគិតថាបងអូនស្រីឯងបកគលលុយនេះទៅឲ្យបងឯងថ្ងៃណាអាលីបងអូនអាចផ្ដល់លទ្ធភាពនឹងរបៀបម៉េចអត់ទាន់ចាំមើលខាងគេសួរសិនលោកពូឥឡូវគេអត់ទាន់តាក់ទងមកផងបានឥឡូវខ្ញុំសុំចេះណាលោកអភិបាលស្រុកយកការងារច្បាប់ទៅអនុវត្តណាធ្វើកំណត់ហេតុថ្ងៃនេះម្ចាស់ដីយល់ព្រមផ្ដល់ទៅឲ្យបងស្រីថវិកាចំនួន10000នឹងទៅហើយឲ្យបងស្រីហើយនឹងត្រៀមខ្លួនលើការងារនេះណាដើម្បីចាក់ចេញពីដីគេកុំឲ្យមានទោសនេះតែមិនចាក់ចេញមានទោសហើយព្រោះយើងមិនមែនជាម្ចាស់ទេម៉េចឥឡូវម៉េចសំណពរអីនិយាយមកបងស្ដាប់ខ្ញុំសុំឡើងលើនឹងតិចបានទេទៅតិចណាបាន10000ហ្នឹងតែអស់អង្គដីអង្គអីដីហ្នឹងលក់បាន79000ដីនៅសល់8ម៉ែត្រហ្នឹងខ្ញុំសុំលើនឹងបានទេលពូខ្ញុំអត់អាលីឥឡូវបងសុំចោះបងសុំចោះណាបងសុំឯងបងសុំហ្មងបងសុំប្អូន2000ទៀតថែមឲ្យទៅនិយាយទៅលោកពូប្អូនជាពាក់ពេទ្យនៅកាលម៉ែត្រឲ្យពេទ្យរុស្ស៊ីបងផងម៉ៃហងច្រើនណាលោកពូនិយាយត្រង់កាច់ស្ដែងខ្ញុំបាននៅចិត្តផ្ទះខ្ញុំមកគេឲ្យលុយខ្ចីផងមើលម្ដាយទៅខ្ញុំប្រាប់ត្រង់ខ្ញុំអត់លះទេពូម៉ៃខ្ញុំជឿប្រចាំកាយអីមួយទៀតគឺបោស្រីខ្ញុំជឿខ្ញុំមិនចែកគាត់លោកពូទេអត់ចាញ់និយាយបណ្ដោះដូចគេទេលោកពូនឹងនិយាយការចាក់ស្ដែងក្នុងមុខខ្ញុំចាំឪពុកខ្ញុំពីឪពុកខ្ញុំនៅរស់ដល់ឪពុកខ្ញុំស្លាប់ក៏ផ្ទៃសិតមកឲ្យខ្ញុំប្រាប់ដល់លោកពូនឹងបានតោះខ្ញុំយំអីទេយំអីមើលយំស្អាតណាស់ទៅឯទៅខ្ញុំយំឥឡូវចេះតោះបងប្រាប់ណោះឥឡូវបានចេះតើឥឡូវគាត់បងប្រាប់ទេបងឃើញអានេះវាពិបាកបានបងចិត្តបបេះបបោចពីឯងនឹងឲ្យវាឥឡូវបងប្អូនមានបញ្ហាធំមានភាពទំនួលខុសត្រូវធំណាបងនឹងយកច្បាប់នេះមកអនុវត្តទៅហើយអញ្ចឹងសូមឲ្យលោកអភិបាលស្រុកណាបាទស្រុកអ៊ំមិឃុំបាទក្រោយពេលអាលីដែលជាម្ចាស់ទ្រព្យបានទទួលនៅការទិញដូរហើយណាអ៊ំណាបាទ
មានកិច្ចសន្យាឲ្យត្រឹមត្រូវអ៊ំត្រូវហៅកូនក្មួយទាំងពីរនាក់នេះមកជួបគ្នាបាទដើម្បីមានការប្រគល់លុយប្រគល់កាក់ទៅណាអ៊ំណាហើយកំណត់ថ្ងៃពេលវេលាប្រើប្រាស់ណាអាជ្ញាធរនៅទីនោះក្នុងការអនុវត្តច្បាប់ឲ្យអាម៉ៅវាចាត់ចែងរកទីតាំងដើម្បីចេញពីដីប្អូនដើម្បីប្អូនមានលទ្ធភាពយកដីនេះលក់មើលម្ដាយអាម៉ៅវាអត់មានលទ្ធភាពជួយម្ដាយទេអញ្ចឹងប្អូនណាដែលជាទ្រព្យសម្បត្តិខាងម្ដាយឲ្យទៅប្អូនសុកចិត្តលក់យកមកមើលម្ដាយហើយនឹងបងអញ្ចឹងខ្ញុំគ្រប់គ្រងណាអ៊ំណាបាទអញ្ចឹងអាលីក្មួយចាំអ្វីដែលក្មួយបាននិយាយនៅក្នុងថ្ងៃនេះថ្នាក់ដឹកនាំខេត្តទាំងអស់មានវត្តមានថ្ងៃនេះជាសាក្សីក្នុងការដឹងឮតនេះក្មួយនឹងគោរពតាមអ្វីដែលក្មួយបានសម្រេចចិត្តណាហើយចំពោះអាម៉ៅរឿងដែលវាចង់មិនចង់ជាសិទ្ធិរបស់វាទេប៉ុន្តែក្មួយដែលត្រូវប្រគល់ឲ្យត្រូវតែប្រគល់ឲ្យតើនេះពីព្រោះក្មួយជាម្ចាស់កម្មសិទ្ធិករពេញច្បាប់ត្រូវច្បាប់គ្រប់ច្បាប់ណាអញ្ចឹងអាជ្ញាធរមកការតាមការងារនេះតន់នឿនបាទណាការចង់បានរបស់ប្អូនបងមិនអាចផ្ដល់ជូនបានណាមិនអាចផ្ដល់ជូនបានទេព្រោះវាគ្មានអ្វីដែលជាមូលដ្ឋានណាហើយយើងក៏ត្រូវគិតដែរណាមើមិនអ៊ំការងារនេះអ៊ំខ្ញុំឲ្យអាជ្ញាធរចាត់ចែងជូនអ៊ំបាទណាអ៊ំណាហើយលោកមេឃុំហើយអភិបាលស្រុកគណៈបញ្ជាកាយកភាពនេះគឺមានសាក្រមនៅក្នុងនេះហើយតោះនេះយកទៅសម្របសម្រួលបន្ថែមទៀតដើម្បីឲ្យនេះទៅលោកយាយលោកតាខ្ញុំគិតថាអញ្ចឹងតើយល់ថាម៉េចដែរឲ្យតែមួយប្រដិតទេបាទខ្ញុំមួយប្រដិតទេអ៊ំអត់មានត្រូវការអីទេក្នុងការផ្ទេរផ្ទួនលក់ដូរអានឹងស្រាញ់អ៊ំចោះតោះនេះអ៊ំបាទបាទហ្នឹងហើយអាលីទៅវិញបងប្រាប់អ៊ំប្រាប់ឯងមើលបងប្រុសបងស្រីឯងក្មួយឯងបើសិនជាស្ថានភាពនឹងលំបាកកុំយករឿងរ៉ាវកន្លងមកនិយាយនៅពេលនេះហើយនៅពេលដែលលក់ដូរបានច្រើននឹងអាចឲ្យលឹះនឹងទៅតាមអ្វីដែលយើងពិនិត្យថាវាជារឿងសមរម្យលុយវាគ្មានអីដែលពាក់ព័ន្ធនឹងរឿងដែលសំខាន់ប្រមាណទេគ្រាន់តែយកមកប្រើប្រាស់ក្នុងជីវិតតែប៉ុណ្ណោះតែអនុស្សាវរីយ៍ដែលឯងក្នុងនាមជាបងជាប្អូននេះមានតម្លៃលឹះលុយតើណាអញ្ចឹងប្អូនអាចមានដឹងថាខ្ញុំស្លាប់ទៅអស់ប្រមាណតទៀតខ្ញុំទៅធ្វើអូនអើយបេះដូងផងឬជាបានអ៊ំបានឥឡូវអត់អីទេឥឡូវខ្ញុំបំពេញតាមសំណុំពរអ៊ំណាអ៊ំណាចំពោះអាម៉ៅដែលវាមិនស្គាល់រឿងច្បាប់ឬក៏គុណទោសអានឹងរឿងរបស់វាតែខ្ញុំសម្រេចតាមផ្លូវច្បាប់តោះនេះអ៊ំបាទអីទេអ៊ំបានហើយអញ្ចឹងអាជ្ញាធរដឹងហើយប៉ុណ្ណឹងតោះនេះអ៊ំវិឃុំលោកចៅហ្វាយស្រុកគណៈបញ្ជាកាយកភាពភូមិបាលណាត្រូវផ្ទេរផ្ទួលឲ្យតាន់ពេលវេលាជាមួយនឹងលោកយាយព្រោះគាត់តម្រូវការងារនេះដើម្បីទៅបន្តពិនិត្យសុខភាពណាបានខ្ញុំសម្រេចប៉ុណ្ណឹងលោកយាយលោកតាខាងក្រោយឯកភាពដែរឬក៏អត់